ចឹងព័ត៌មានទី3ណាព័ត៌មានមិនទី2ណាទី3វិញគឺគឺជាសេចក្តីរាយការណ៍របស់ខាង Council ផងខាង The Nation ផងបាទគាត់ដាក់ breaking news ហើយខ្ញុំសូមដកស្រង់រូបនេះរូបរបស់ Council ប៉ុន្តែអត្ថបទគឺអត្ថបទរបស់ខាង The Nation ណាខ្ញុំសូមដកស្រង់ខ្លះៗទេមិនអានទាំងស្រុងរបស់ The Nation ទេគឺចំណុចមួយទៀតគឺក្រសួងការបរទេសរបស់កម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ដែរណាក្រសួងការបរទេសរបស់កម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងអ្វីដែលមេដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតលោកបានថ្លែងនៅក្នុងពិធីនោះដែរអញ្ចឹងដូច្នេះប្រិមិត្តអាចចូលទៅ Facebook របស់ខ្ញុំឬក៏ Facebook របស់ស្ថាប័នណាមើលទៅបន្ថែមទៀតក៏បានដែរណាបាទក្រុមសារនោះគឺតកតងជាមួយនឹងការលើកឡើងនោះបាទអញ្ចឹងឥឡូវចាំចុងមកខ្ញុំបញ្ចូល file នោះខ្ញុំបន្ថែមតិចតាមលោកវិមាននិយាយអញ្ចឹងចូលព័ត៌មានទី3ហ្នឹងគឺជាសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន The Nation ណាខ្ញុំសូមដកស្រង់ពី The Nation មកជូនប្រិមិត្តបាទ The Nation ក្តីខាងCouncil ក្តីក៏ថាជា breaking news ជាព័ត៌មានតនហេតុការណ៍មួយក៏ថានាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរកុលបានប្រកាសនៅថ្ងៃអាទិត្យនេះអំពីដំណើរការនិងការចាប់ផ្ដើមដំណើរការដោះលែងយុទ្ធជនរបស់កម្ពុជាទាំង18រូបបានចាប់ផ្ដើមហើយបាទនាយករដ្ឋមន្ត្រីថៃលោកអនុทิនបានបដិញ្ញាថានឹងចាត់វិធានការជាក់លាក់ក្នុងនោះគឺមានការដកអាវុធធ្ងន់ធ្ងរចេញពីតំបន់ព្រំដែនក៏ដូចជាធ្វើយ៉ាងណាឲ្យមានសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរក៏ដូចជាការចរចាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកបាទដែលនឹងទៅបញ្ចប់ដល់ចុងឆ្នាំនេះបាទហើយនាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរកុលបានប្រកាសថានៅឯពិធីចុះហត្ថលេខាកាលពីពេលថ្មីនេះថានេះគឺជាការបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាការបញ្ញាធ្វើយ៉ាងណាកសាងទំនាក់ទំនងនិងធ្វើសកម្មភាពឲ្យបានជាក់លាក់នៅក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនៅលើបញ្ហាទំនាស់ព្រំដែនដែលបានបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតរវាងប្រទេសទាំងពីរដោយបាននិយាយនៅឯពិធីចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរនៅថ្ងៃអាទិត្យនាយករដ្ឋមន្ត្រីបានប្រកាសថាប្រទេសថៃនឹងចាប់ផ្ដើមដោះលែងយុទ្ធជនរបស់កម្ពុជាទាំង18រូបក្នុងគណៈពេលដែលមានការបង្ហាញអំពីជំនឿទុកចិត្តនិងសុឆន្ទៈរវាងគ្នាទៅវិញទៅមកទោះបីជាយ៉ាងណាក៏ដោយគឺកម្ពុជាត្រូវតែផ្ដល់គោរពតាមកិច្ចព្រមព្រៀងនោះជាពិសេសគឺការដកអាវុធជាបន្ទាន់ឲ្យចេញពីតំបន់ព្រំដែនដើម្បីធានាឲ្យមានសន្តិភាពនិងសុវត្ថិភាពដល់ជនស៊ីវិលនៅក្នុងតំបន់តាមដោយព្រំដែននោះបាទនេះគឺជាអ្វីដែលសារព័ត៌មានខាងថៃបានរាយការណ៍បាទអញ្ចឹងតើសំណួរដែលប្រិមត្តសួរថាតើពេលណាបាទពេលណាបើតាមខ្ញុំយល់ដោយតែគេបានបញ្យល់ម្សិលមិញហ្នឹងអាចនឹងមានរយៈពេល1ទៅ2សប្តាហ៍អីចឹងទៅបាទឬក៏អាចឆាប់ជាងហ្នឹងខ្ញុំរំពឹងថាអាចឆាប់ជាងហ្នឹងពីព្រោះអីកម្ពុជាបានបញ្ជាក់ហើយថៃក៏បានបញ្ជាក់ដែរដោយនៅក្នុងសន្ទរកថារបស់លោកហ៊ុនម៉ាណែតគាត់ថានៅក្នុងពេលថ្លែងហ្នឹងគាត់ថាបានមេបញ្ជាការយុទ្ធភូមិភាគក្នុងពេលដែលប្រទេសមេដឹកនាំប្រទេសទាំងពីរកំពុងតែចុះហត្ថលេខាហ្នឹងគឺមេដឹកនាំយុទ្ធភូមិភាគក៏កំពុងតែពិភាក្សាគ្នាអំពីការដកអាវុធហ្នឹងដែរបាទអញ្ចឹងដូច្នេះគឺអាចនឹងមានក្រុម AOT ហ្នឹង AOT ហ្នឹងគឺក្រុម IOT ហ្នឹងគាត់ថាគេដូរឈ្មោះគេទៅជា AOT វិញទៅបាទមានអាណត្តិជាក់លាក់ដោយមានការទទួលស្គាល់ពីសេចក្តីប្រកាសរួមហ្នឹងគឺគេខ្លាយទៅជា AOT វិញទៅនឹងដូរឈ្មោះតែប៉ុណ្ណឹងតែមិនលើដដែលហ្នឹងទេហើយឬក៏គេអាចដាក់អ្នកណាបន្ថែមចំនួនទៀតពីព្រោះ OIT គឺចំនួនតិច AOT អាចច្រើនជាងហ្នឹងគេបន្ថែមមនុស្សទៀតទៅអ្នកណាអាចមេរួមអីចឹងទៀតទៅមើលទាំងនៅកម្ពុជាផងទាំងថៃផងអញ្ចឹងទៅហើយធ្វើកិច្ចការហ្នឹងតែម្ដងដោយតែនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអញ្ចឹងចូលក្រុមចូលដំបូងគេបែរអ្នកណាដែលមួយណាដែលទៅធំនោះអត់ដឹងគឺក្រុមដំបូងគេគឺ UNAMIC បាទ United Nations Advanced Mission in Cambodia គេប្រើពាក្យ UNAMIC បាទ UNAMIC U គឺ United អានឹង Nation A ហ្នឹងគឺ Advance អានឹង Mission ហើយមាន I ទីមួយហើយ C បាទ I ហ្នឹងហើយ C I ហ្នឹងគឺ in C ហ្នឹង Cambodia ពួក UNAMIC ហ្នឹងមករយៈ
មករយៈទៅបានចូលក្នុងពួកហ្នឹងសង្កេតការណ៍បន្តទៀតរបស់អ៊ុនតាក់ហ្នឹងតែម្ដងបាទ Unamic មកហើយបានអ៊ុនតាក់ចូលតាមក្រោយបាទអញ្ចឹងនេះគឺចឹងថា IoT ហ្នឹងគឺយ៉ាងគេនៅ IoT ហ្នឹងហើយគេអាចនឹង transfer ខ្លួនគេទៅAOT វិញបាទសង្កេតការណ៍ហ្នឹងទៅវិញទៅ